ឯងទៅគ្រួសារហ្វូនាំអាយទៅគឺមនុស្សម្នាក់នោះជាបងស្រីរបស់ខ្ញុំនាងតែក្អេកក្អាំងពេលនេះនាងបានរៀបការចូលគ្រួសារហ្វូនាងកាន់តែអាក្រក់ដូច្នេះទៅមឹងជាទៅបដានាងខ្ញុំខ្លាចថាគេនឹងមានអ្វីកាត់ឡើងនាងបានដឹងពីទំនាក់ទំនងស្រីនោះជាមួយនឹងលោកហ្វូហើយតើនាងនៅតែឲ្យកូនប្រុសជឿទៅទៀតអើយបញ្ហានេះគឺមកពីនាងបើអាយមានបញ្ហាអីខ្ញុំមិនដោះលែងនាងជាដាច់ខាតហ្វូធីងឆិនជាមនុស្សគ្មានសុជីវធម៌ចុះបើគេធ្វើបាបអាយតើគាត់យ៉ាងម៉េចទៅអូនសម្លាញ់ត្រឡប់ទៅគ្រួសារជាងហើយឲ្យលោកជាងជួយតើអូនគិតអីអូនគិតថាបើគ្រួសារมึงមានអំណាចពិតមែនអូនបារម្ភថាបងអាចមានបញ្ហាដោយសារអូនបាទតើកម្លាំងចិត្តរបស់បងប្រគល់ឲ្យអូនមិនបានគ្រប់គ្រាន់មែនទេថេងឆិនអូនគ្មានកំណត់អញ្ចឹងទេកុំបារម្ភអីបានឲ្យតែមានបងនៅក្បែរអូននៅកំហ៊ានប៉ះពាល់អូនដែរលោកគ្រូអ្នកនាងចាំងនឹងគ្រួសារมึงបាននាំប្រពន្ធគាត់មកមាត់ទ្វារហើយមើលទៅគ្រួសារมึงគឺចាញ់បើកឈិងថងហើយអូនចាំបងទីនេះសិនហើយបងចេះតែមើលសិនថាមានរឿងអីហើយអូនត្រូវចាំអូនគឺជាអ្នកស្រីគ្រួសារហ្វូណាក៏មិនអាចនាំมึงនិយាយទៅបានដែរបងមិនអនុញ្ញាតអ្នកនាងចាំងលោកហ្វូអាចមកជួបពួកជើងដែរទេថេងឆិនហើយនឹងខ្ញុំគឺបានធំឡើងជាមួយគ្នាបើលោកมึงមិនជឿខ្ញុំទេអាចត្រឡប់ទៅវិញបានអូមិនមែនអញ្ចឹងទេមើលទៅពួកលោកប្រហែលជាមករកมึงនិយាយមែនទេខ្ញុំដឹងហើយថាលើកមុនថេងឆិនត្រូវស្រីបិសាចពង្វល់លើកនេះស៊ឺវ៉ាន់មកបានតាមគីគឺគាត់មកជួបខ្ញុំតែម្នាក់ឯងថេងឆិនណាចាំខ្ញុំណែនាំនេះគឺលោកมึงនេះគឺអ្នកស្រីมึงមើលទៅលោកហ្វូដូចជាមិនចាប់អារម្មណ៍អ្នកនាងជាងគាត់ទៅសោះបើអញ្ចឹងអ្នកទាំងពីរនិយាយគ្នាសិនទៅណែខ្ញុំឮថាកូនប្រុសខ្ញុំប៉ះពាល់អ្នកស្រីហ្វូខ្ញុំសុំទោសផងសំណងពួកយើងសង្ឃឹមថាលោកហ្វូនឹងព្រមទទួលលោកมึงត្រឹមតែលុយ50លានបាយជាចង់ដោះស្រាយរឿងប្រមាថប្រពន្ធរបស់ខ្ញុំកុំគិតថាបញ្ហាចប់បានដល់ងាយអីសោះលោកហ្វូលោកហើយលោកកុំគិតថាគ្រាន់តែលុយ50លានអាចមកសុំទោសប្រពន្ធខ្ញុំបានលោកហ្វូហេតុអីក៏លោកធ្វើបែបនេះបិទមាត់ណែដោយសារតែពួកយើងគិតមិនបានមកចន់បើលោកហ្វូត្រូវការអីអាចប្រាប់ពួកយើងបានពួកយើងពេញចិត្តនឹងធ្វើជូនយ៉ាងម៉េចអ្នកនាងស៊ឺនៅមិនទាន់បានរៀនពីរបៀបទទួលភ្ញៀវទេតាមមែនទេទើបបានជាសំងំលក្ខអ្នកនាងជាងហេតុអីក៏មកទីនេះនាងទើបតែរៀបការចូលគ្រួសារហ្វូបានប្រហែលថ្ងៃប៉ុណ្ណឹងតើនាងមិនដឹងពីតំណែងខ្ញុំនិងថេងឆិនទេអីខ្ញុំមិនខ្វល់ទេខ្ញុំគ្រាន់តែសង្ស័យថាតើថេងឆិនធ្វើការពីលើកមុននៅមិនទាន់ធ្វើឲ្យអ្នកនាងជាងអាម៉ាគ្រប់គ្រាន់ទេមែនទេតែមើលទៅរឹងមាំជាងខ្ញុំគិតទៅទៀតនាងពិតជាប្រហើនមែនហ៊ានធ្វើបាបប្រពន្ធរបស់ខ្ញុំទាំងគ្រួសារជាងរបស់នាងគ្មានច្បាប់គ្មានទម្លាប់គ្មានការអប់រំទេនាងសាច់ចំអកខ្ញុំមែនទេសាច់ចំអកមើលទៅអ្នកនាងជាងក៏ដឹងថាជារឿងសាច់ចំអកដែរហ៎ស៊ឺវ៉ាន់កុំគិតថានាងអាចតាមគ្រួសារហ្វូបាននាងអាចធ្វើអ្វីក៏បាននោះខ្ញុំប្រាប់នាងចង់ចាំនៅតែជាចាំមែនហើយចុះបើសិនខ្ញុំជាចាប់យ៉ាងម៉េចក្រែងអ្នកនាងជាងក៏មិនល្អជាងចាប់ដែរមែនទេម្យ៉ាងទៀតមនុស្សប្រុសគេចង់បានអ្វីដែលល្អដូច្នេះតម្លៃរបស់ខ្ញុំគឺខ្ពស់ជាងនាងស៊ឺវ៉ាន់នាងចាំតែមើលទៅស៊ឺវ៉ាន់មិនអីទេអ្នកនាងជាងតើចង់ធ្វើអីលោកប្តីបងមកចំពេលល្អណាស់អ្នកនាងជាងបានដឹងថាអូនមិនចេះហៅតែប៉ុន្តែនាងនៅតែរញអូនខ្លាចថាមិនបានជួបបងទៀតទេថេងឆិនកុំជឿនាងនិយាយអីខ្ញុំមិនបានធ្វើបែបនោះទេនាងចង់ខ្លាចតែខ្លួនឯងតើឆាប់លេងដៃភ្លាមអ្នកនាងជាងចង់និយាយថាប្រពន្ធរបស់ខ្ញុំមកកាច់នាងមែនទេទើបនាងបថុយជីវិតខ្លួនឯងបែបនេះស៊ឺវ៉ាន់នាងឆាប់បោះស្រែច្បាស់ភ្លាមទៅលោកប្តីខ្ញុំខ្លាចណាស់បាទចាំបងជូនអូនទៅផ្ទះវិញខ្ញុំប្រាប់នាងនាងជាងថ្ងៃក្រោយខ្ញុំប្រកាសជាទូទាត់ជាមួយនាងអូនរងាណាមិនចាំបាច់លាក់ទេបងឃើញអូនញញឹមហើយចាប់ហើយបើសិនជាប្តីខ្ញុំដឹងថាខ្ញុំធ្វើពិតនោះតើគេអាចខាងដែរទេណា
ថេងឆានតើអូនបង្កបញ្ហាសម្រាប់គ្រួសារហ្វូច្រើនណាស់មែនទេ ហេតុអីចាំបាច់ត្រូវនិយាយនៅពេលនេះ មើលទៅគាត់ដឹងហើយថាខ្ញុំធ្វើវាដោយចេតនាតែគាត់អាចគិតថាខ្ញុំបោកប្រាស់គាត់ដែរទេ គ្រួសារហ្វូមិនដែលខ្លាចជួបបញ្ហាអ្វីទេត្រូវហើយនេះជាលិខិតសុំទោសពីគ្រួសារមកឲ្យអូន នេះជាមតិពេលផ្ទាល់ខ្លួនរបស់គ្រួសារមកពួកគេពិតជាព្រមមែនទេ មែនហើយបើសិនជាអូនមិនចូលចិត្តទេបងនឹងនាំមកនិយាយមកឲ្យអូនធ្វើបាបវិញបាទទេ អរគុណបងថេងឆានបងល្អណាស់ ត្រឹមតែពាក្យសម្ដីគឺមិនទាន់គ្រប់គ្រាន់ទេតើអូនចង់សងបែបណាទៅបងថាពេលនេះអូនឆាប់ទៅងូតទឹកសិនទៅចាំបងនាំអូនទៅទៀមទារោគយុទ្ធធម៌វិញ អ្នកនេះចឹងគ្រាន់តែធ្វើឲ្យអូនប្រសើរទេថេងឆានបងកុំបារម្ភអីដូច្នេះគាត់ចង់ឲ្យនាងជួយផ្លុំសក់មុនពេលដាក់អាការៈធ្ងន់ជាងនេះអ្នកនាងចឹងមិនប្រញាប់ទេមែនទេ នាងចាំរងចាំយូរណាស់មកហើយប្រហែលជាមានអ្វីចង់និយាយជាមួយខ្ញុំនាងឆាប់សុំទោសសម្បត្តិភ្លាមទៅកុំថាខ្ញុំគ្មានមេត្តាចំពោះនាងឲ្យសោះ អ្នកនេះស៊ឺខ្ញុំសុំទោស អ្នកនាងចឹងតើខ្លាចពួកយើងស្ដាប់ឮមែនទេ និយាយលឺកុំមកខ្ញុំនិយាយម្ដងទៀតឲ្យសោះ សុំទោសអ្នកនេះស៊ឺខ្ញុំសុំទោសដោយស្មង ខ្ញុំបានរៀបការជាមួយថេងឆានហើយអ្នកនាងចឹងគាត់តែហៅខ្ញុំថាអ្នកស្រីហ្វូ អ្នកស្រីហ្វូ អ្នកនាងចឹងត្រូវសុំទោសឋានៈរបស់ខ្ញុំដូច្នេះខ្ញុំអាចធ្វើការសម្រេចចិត្តបានខ្ញុំមិនស្វាគមន៍នាងទេសូមអញ្ជើញជិះពីផ្ទះខ្ញុំទៅ ស៊ឺវ៉ាន់យើងមិនដោះលែងនាងដាច់ខាន នាងមានគេមកជួបនាងនៅខាងក្រៅគេប្រាប់ថាជាប្អូនស្រីរបស់ស៊ឺវ៉ាន់ នាងបានធ្វើឲ្យគ្រួសារមឹងឆ្លោះគ្នាជាមួយនឹងហ្វូថេងឈីងហេតុអីខ្ញុំត្រូវជួយនាងដោយសារតែខ្ញុំដូចជានាងគឺចង់ឲ្យស៊ឺវ៉ាន់ស្លាំដរាបណាមានហ្វូថេងឈិននៅកាពីនាងពួកយើងមិនអាចប៉ះនាងបានទេខ្ញុំមានវិធីធ្វើឲ្យហ្វូថេងឈិនគិតថាស៊ឺវ៉ាន់ចង់ធ្វើអ្វីដាក់នាងពួកយើងនឹងយកឱកាសនេះដើម្បីនាំស៊ឺវ៉ាន់រត់ចេញមកធ្វើឲ្យនាងស្លាប់ដោយគ្មានផាតាំងនៅរយប់ថ្ងៃប្រហ័សហ្វូថេងឈិនគេនឹងទៅមន្ទីរពេទ្យដើម្បីពិនិត្យគឺត្រូវប្រាប់ពេល20នាទីឯនោះខ្ញុំនឹងរៀបចំមនុស្សឲ្យគេទៅមន្ទីរពេទ្យធ្វើជាពិសេសកុំបារម្ភអីលើកនេះខ្ញុំមិនធ្វើឲ្យនាងខកចិត្តនោះឡើយ នៅផ្ទះក៏អាចមើលថែបងបានដែរហើយគេចង់មកមើលបងពិនិត្យនៅមន្ទីរពេទ្យ ឆ្នាំចិននិងឆ្នាំភាគខាងលិចគឺមានការព្យាបាលខុសគ្នាក្រែងបងចង់ជាសះស្បើយឆាប់មែនទេ បើចាំបងចូលទៅសិនហើយអូនចាំបងទីនេះសិនហើយ សុំទៅផង សុំទោស ធំខ្លាំងដូចជាផ្សាយបារីឬមួយជាពេទ្យខ្លាំងខ្លាំងតើនាងជាពេទ្យនៅទីនេះមែនទេខ្ញុំដូចជាធ្លាប់ស្គាល់នាងពីមុនមក ខ្ញុំទៅតែមកថ្មី ទីនេះជាក្រែងអ្នកជំងឺ VIP ដែលខ្ញុំក៏ឲ្យថេងឆានដែរ អ្នកស្រីហ្វូមានរឿងការឡើងក្នុងការព្យាបាលលោកហ្វូហើយសូមប្រញាប់ឡើងមកជាន់ទី1ជាបន្ទាន់ បាទ លោកហ្វូនៅខាងក្នុងទេខ្ញុំព្យាយាមឲ្យលោកហ្វូធីងឈិននឹងត្រូវគេ5នាទី មើលទៅដល់ពេលដែលត្រូវព្យាបាលហើយលោកហ្វូអ្នកស្រីហ្វូចាប់បានហើយ លោកប្តីអរគុណបង តើអូនមិនខ្លាចទេ ប្រកាសហើយអូនមិនខ្លាចទេព្រោះមានបងនៅទីនេះបងមិនឲ្យគេធ្វើបាបអូនទេអូនខ្ញុំស្ទើរតែភ្លេចទៅហើយតើអញចង់ដឹងថាហេតុអីក៏ខ្ញុំដឹងដែរទេ នាងគ្រាន់តែសំណាងល្អប៉ុណ្ណោះបើមានឱកាសជានឹងសម្រាប់នាង មែនហើយខ្ញុំអាចផ្ដល់ឱកាសឲ្យឯងម្ដងទៀតបាននិយាយពេលនេះមិនទាន់យឺតពេកទេ នាងចង់ធ្វើស្អីស្រីចង្រៃ ក្នុងនាមជាគ្រូពេទ្យខ្ញុំដឹងថាកន្លែងណាដែលអាចធ្វើឲ្យមនុស្សឈឺចាប់បំផុតពេលនេះឯងគួរតែសាកមើលហើយ
បើឯងនៅតែមិនសារភាពទៀតខ្ញុំមិនប្រកាន់ទេដែលឲ្យអ្នកនាងសិនបានឃើញឆ្អឹងឯងត្រូវដកចេញមកម្ដងមួយម្ដងមួយ គឺអ្នកនាងសិន ខកទៅនេះទេហើយប្រាប់នាងថាការងារជោគជ័យហើយសុខថានាងនៅកន្លែងណា បាទ ហើយទៅចាំហាមនិយាយគួរសង្ស័យបើមិនចឹងយើងនឹងសម្លាប់ឯងរួមទាំងគ្រួសាររបស់ឯងដែរឲ្យតែមនុស្សដែលមានទំនាក់ទំនងជាមួយឯងគឺត្រូវស្លាប់ បាទ ចាំខ្ញុំទៅឥឡូវនេះស៊ឺវ៉ាន់ចាំមើលលើកនេះអ្នកណាអាចជួយនាងបាន តិចណាស់ស៊ឺវ៉ាន់ យ៉ាងម៉េចញាក់ផ្អើលមែនទេខ្ញុំគិតថារឿងកាត់ឡើងកាលពីលើកមុនអាចផ្ដល់មេរៀនឲ្យនាងបានហើយមិននឹកស្មានថានាងមិនកែខ្លួន ស៊ឺវ៉ាន់ខ្ញុំខុសហើយសូមដោះលែងខ្ញុំទៅខ្ញុំឈប់ធ្វើបែបហ្នឹងទៀតហើយ ដោះលែងនាងហ៎ពុំយល់សោះរឿងពីមុនដែលកាត់ឡើងទាំងអស់ម្ដងមួយគឺត្រូវចាត់ការពីនាង ស៊ឺវ៉ាន់នាងពិតជាអាក្រក់ណាស់បើនាងធ្វើបែបនេះតើគិតថាគ្រួសារសិនដោះលែងនាងដែរទេ គ្រួសារសិនជាស្អីទៅអ្នកណាក៏ដោយឲ្យតែធ្វើបាបប្រពន្ធរបស់ខ្ញុំហើយខាត់ខ្ញុំមិននៅស្ងៀមទេចូលមកឆាប់ឲ្យជូនស្រីម្នាក់នេះទៅជួបជាមួយនឹងឃាតករដែលនាងបានជួលភ្លាមទៅ កុំចូលមកតែខ្ញុំទៅ ស៊ឺវ៉ាបងសន្យាជាមួយអូនឲ្យតែមានបងនៅក្បែរអូនអ្នកណាក៏មិនអាចធ្វើឲ្យអូនបានដែរ ពូធីងចាំត្រឡប់មកម្ដងនេះអូនសប្បាយចិត្តណាស់ដែលបាននៅក្បែរបង មិនយូរទេគ្រួសារសិននឹងត្រូវរលាយវូធីនឈិនបានយកលេងឲ្យពួកគេ ស្រី មួយ ម្នាក់ នេះ នោះអាចគ្រប់គ្រងជំងឺរបស់ពូធីនឈិនបាន បើអញ្ចឹងពួកយើងអាចទុកនាងរួមជាមួយនឹងគ្រួសារមឹងដែរត្រូវខ្លាចជាកំភ្លើងប្រឆាំងជាមួយហ្វូធីនឈិន5ឆ្នាំហើយឯងធ្វើឲ្យយើងឈឺចាប់រឿងនេះខ្ញុំត្រូវតែទូទាត់ជាមួយឯង